រដងទាំងអស់គ្នាចង់បំលែង element ក៏ដូចជា icon របស់ទាំងអស់គ្នាទៅជា Smart Object ទាំងអស់គ្នារដងប្រើនៅ mouse ស្ដាំ convert ទៅជា Smart Object មែនអត់អញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់ទាំងអស់គ្នាអំពីការដាក់ keyboard shortcut មួយចំនួននៅក្នុង Adobe Photoshop អញ្ចឹងចង់ដឹងថាខ្ញុំដាក់បែបម៉េចមកទស្សនាទាំងអស់គ្នា Let's go អូខេទាំងអស់គ្នាឥឡូវយើងចូលមកក្នុងកម្មវិធី Adobe Photoshop របស់យើងហើយអញ្ចឹងដើម្បីដាក់ keyboard shortcut ទាំងអស់គ្នាគ្រាន់តែចូលមក edit យកនៅពាក្យថា keyboard shortcut ឬក៏ shortcut របស់វាគឺ Alt Shift Control K អញ្ចឹងទាំងអស់គ្នាចុចមកអញ្ចឹងវានឹង load នៅផ្ទាំងមួយហើយទាំងអស់គ្នាចូលមកកាន់ layer ហើយទាំងអស់គ្នា scroll មកក្រោមមករកពាក្យថា Smart Object អញ្ចឹងឧទាហរណ៍ថាខ្ញុំ scroll មកដល់នេះចានេះ convert ទៅជា Smart Object អញ្ចឹងខ្ញុំបានដាក់ keyboard ហើយគឺ Alt Control V អញ្ចឹងនៅពេលដែលទាំងអស់គ្នាចង់ដាក់ដូចខ្ញុំឬក៏ទាំងអស់គ្នាដាក់ folder ដែលទាំងអស់គ្នាចំណាំទៅហើយទាំងអស់គ្នាដាក់ហើយទាំងអស់គ្នាចុចនៅ OK អញ្ចឹងនៅពេលដែលចុច OK គឺជាប់ហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ convert រូបកែវរបស់ខ្ញុំទៅជា Smart Object គាត់នៅចុច Alt Control V មកគឺ convert ទៅជា Smart Object ហើយខ្ញុំសង្ឃឹមថាវីដេអូនេះមានប្រយោជន៍ទៅដល់គ្នាយើងដែលទើបតែចាប់ផ្ដើម design ថ្មីៗហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ